នៅពេលដែលយើងនិយាយអំពីកម្លាំងមនុស្សភាគច្រើនតែងតែគិតទៅដល់សត្វដែលមានរូបរាងធំសម្បើមដូចជាដំរីឬខ្លាឃ្មុំជាដើមប៉ុន្តែនៅក្នុងពិភពធម្មជាតិពាក្យថាកម្លាំងមិនមែនវាស់វែងតែលើទំហំរាងកាយនោះទេថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់សត្វទាំង5ដែលមានកម្លាំងខ្លាំងបំផុតនៅលើផែនដីតែសត្វខ្លះមានកម្លាំងលើសពីការស្មានរបស់អ្នកលំដាប់ទី5ដំរីអាហ្វ្រិកដំរីអាហ្វ្រិកដែលជាសត្វជើង4លើគោកធំបំផុតក្នុងលោកដំរីអាហ្វ្រិកអាចមានទម្ងន់រហូតដល់ទៅ6តោនប៉ុន្តែអ្វីដែលធ្វើឲ្យវាក្លាយជាសត្វមានកម្លាំងខ្លាំងបំផុតនោះគឺប្រម៉ោយរបស់វាប្រម៉ោយដំរីមានសាច់ដុំច្រើនជាង 40000 ដុំហើយវាអាចប្រើប្រម៉ោយនេះដើម្បីលើកឬទាញវត្ថុដែលមានទម្ងន់រហូតដល់ទៅ300គីឡូក្រាមបានយ៉ាងងាយស្រួលលើសពីនេះដំរីអាហ្វ្រិកអាចសែងឬរុញទម្ងន់រហូតដល់ 9000 គីឡូក្រាមដែលស្មើនឹងទម្ងន់ខ្លួនរបស់វាមួយកន្លះឯណោះដាប់ទី4សត្វហ្គូរីឡាវាមានកម្លាំងដៃដ៏គួរឲ្យភ័យខ្លាចថ្មីត្បិតតែហ្គូរីឡាជាសត្វស៊ីរុខេជាតិជាអាហារប៉ុន្តែកម្លាំងសាច់ដុំដៃរបស់វាគឺខ្លាំងជាងមនុស្សប្រុសវិញកម្លាំងរហូតដល់ទៅ9ទៅ10ដងហ្គូរីឡាពេញវ័យមួយក្បាលអាចលើកទម្ងន់បានរហូតដល់ 2000 គីឡូក្រាម 2 តោនហើយកម្លាំងកាប់ឬវាយរបស់វាអាចបំបែកលលាក្បាលឬឆ្អឹងរបស់សត្វសាហាវដទៃបានយ៉ាងងាយស្រួលប្រសិនបើវាខឹងវាអាចរុញដើមឈើធំៗឲ្យរលំបានដោយប្រើតែដៃទទេប៉ុណ្ណោះលំដាប់ទី3ស្រមោចកាត់ស្លឹកគុម្ពងងាយរូបរាងតូចតាចរបស់វាឲ្យសោះស្រមោចប្រភេទនេះអាចពាំវត្ថុឬស្លឹកឈើដែលមានទម្ងន់ធ្ងន់ជាងទម្ងន់ខ្លួនរបស់វា50ដងដោយប្រើតែធ្គារបស់វាប៉ុណ្ណោះដើម្បីឲ្យងាយយល់បើប្រៀបធៀបមកមនុស្សយើងគឺស្មើនឹងមនុស្សម្នាក់លើកឡានក្រុងមួយគ្រឿងដោយប្រើតែធ្មេញខាំប៉ុណ្ណោះលំដាប់ទី2កំផេមស្នែងវាជាស្ដេចនៃអ្នកលើកទម្ងន់សត្វនេះទទួលបានរហស្សនាមថាជាស្ដេចនៃពិភពសត្វល្អិតដោយសារតែវាអាចលីឬលើកទម្ងន់បានរហូតដល់ទៅ850ដងនៃទម្ងន់ខ្លួនរបស់វាស្រមៃមើលបើប្រៀបធៀបនឹងមនុស្សយើងគឺស្មើនឹងមនុស្សម្នាក់អាចលើកដំរីអាហ្វ្រិកពេញវ័យចំនួន9ក្បាលក្នុងពេលតែមួយលំដាប់ទី1សត្វកំផេមលាមកសត្វដែលមានកម្លាំងខ្លាំងបំផុតលើផែនដីយោងតាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រសត្វកំផេមលាមកឈ្មោលអាចអូសឬរុញទម្ងន់បានរហូតដល់ទៅ1141ដងនៃទម្ងន់ខ្លួនរបស់វានេះជាកម្លាំងសមាមាត្រដ៏មហាសាលបំផុតនៅលើភពផែនដីបើប្រៀបធៀបមកមនុស្សគឺស្មើនឹងមនុស្សម្នាក់ឯងអាចអូសរថយន្តក្រុង2ជាន់ចំនួន6គ្រឿងដែលពោរពេញដោយអ្នកដំណើរឃើញទេថាធម្មជាតិពិតជាបង្កើតអ្វីៗមកគួរឲ្យភ្ញាក់ផ្អើលមែនទែនកម្លាំងមិនមែនស្ថិតនៅលើតែទំហំរាងកាយធំមួយមុខនោះទេតែសត្វមួយណាដែលធ្វើឲ្យអ្នកភ្ញាក់ផ្អើលជាងគេសូមបញ្ចេញមតិប្រាប់យើងនៅខាងក្រោម